ព្រះវិហារចាស់បាក់បែកក្នុងវត្តរកាអានៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជាគេឃើញមានវត្តអារាមព្រះពុទ្ធសាសនាជាច្រើនបានកសាងឡើងប្រកបដោយក្បាច់រចនានិងការតុបតែងយ៉ាងល្អវិចិត្រសម្បូរបែបទៅតាមតំបន់និងសម័យនិយមក្នុងបណ្ដាវត្តដ៏ច្រើននោះវត្តរកាអាក៏បានសាងឡើងប្របដងទន្លេមេគង្គដែរស្ថិតនៅត្រើយខាងលិចក្នុងភូមិសាស្ត្រភូមិរកាអាឃុំរកាអាស្រុកកងមាសខេត្តកំពង់ចាមវត្តនេះមានព្រះវិហារចាស់បាក់បែកមួយដែលធ្លុះធ្លាយដំបូលប្រេះជញ្ជាំងបាក់ខឿនស្រុតគ្រឹះនិងរលុបគំនូរជាដើមក្នុងអំឡុងឆ្នាំ2019មកដល់បច្ចុប្បន្នព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តរកាអាបានកសាងព្រះវិហារថ្មីមួយទៀតនៅជាប់នឹងខឿនព្រះវិហារចាស់ប៉ុន្តែទោះយ៉ាងណាក្តីតាមរយៈសំណេរកត់ត្រាខ្លះៗលើជញ្ជាំងព្រះវិហារនិងស្លាកស្នាមសិល្បៈស្ថាបត្យកម្មព្រមទាំងគំនូរក្នុងព្រះវិហារចាស់គេអាចស្រមៃទិដ្ឋភាពសង្គមព្រះពុទ្ធសាសនានិងការជ្រុំជ្រែងវត្តអារាមនៃសម័យកសាងព្រះវិហារនេះបានមួយអន្លើព្រះវិហារចាស់ក្នុងវត្តរកាអាគឺជាទម្រង់សំណង់ព្រះវិហារជ្វា4ដែលធ្លាប់បានជួសជុលកែលម្អរចនាសម្ព័ន្ធខ្លះកន្លងមកបច្ចុប្បន្នព្រះវិហារនេះមានដំបូលប្រក់ក្បឿងស្រកាលេងជាដំបូលកឹងមានជម្រាលថ្នាក់សងខាងនៅលើចុងព្រំដំបូលខាងមុខមានបំពាក់ជ្វា2និងជ្វា2ទៀតនៅចុងព្រំដំបូលខាងក្រោយដែលជាចំណុចសម្គាល់ហៅថាព្រះវិហារជ្វា4ចំណែកនៅចុងចែងដំបូលនីមួយៗមានលម្អដោយនាគដងក្តារឬប្រភេទសិល្បៈចម្លាក់ពុម្ពស៊ីម៉ង់រីឯនៅផ្នែកបាំងសាចនៃព្រះវិហារមានសសរបេតុងមូលចំនួន20ដើមដែលនៅតាមក្បាលសសរនីមួយៗលម្អដោយចម្លាក់គ្រុឌនិងកេណតាមចម្លាក់ពុម្ពស៊ីម៉ង់ដែរចំពោះហោជាងទាំងពីរនៃព្រះវិហារនេះជាសិល្បៈយ៉ាងសាមញ្ញឆ្លាក់ក្បាច់រចនាពីកំបោរបាយអដែលនៅខាងមុខមានរូបទេពប្រណម្យនិងនៅខាងក្រោយមានរូបទៀនមួយដើមតម្កល់លើគម្ពីរត្រង់កណ្ដាលសន្លឹកក្បាច់សូមរំលឹកដែរថាបើយោងតាមចំណាលើជញ្ជាំងខាងក្រោយព្រះវិហារបញ្ជាក់ថាសសរបាំងសាចនិងពិដានលើបាំងសាចព្រមទាំងគំនូរលើពិដាននេះសាងឡើងនៅក្នុងឆ្នាំ1992គំនូរលើពិដានបាំងសាចនេះគូសាច់រឿងចម្រុះដូចជារឿងព្រះមហាល័យព្រះឥន្ទគូទន្សាយក្នុងវង់ព្រះច័ន្ទនិងសូម្បីពិធីដង្ហែកេសាកបិលមហាព្រំប្រតិសិនតាមព្រេងនិទានតាក់ទងទៅនឹងចូលឆ្នាំថ្មីក៏មានគូបង្ហាញដែរប៉ុន្តែបើផ្អែកតាមចំណាលើជញ្ជាំងខាងលើក៏នាំឲ្យកាត់យល់បានថាដើមឡើយសសរទាំងអស់នៅខាងក្រៅជញ្ជាំងព្រះវិហារគឺជាសសរឈើហើយលើបាំងសាចពុំទាន់មានពិដានឡើយចំពោះរចនាបថសំណង់ផ្នែកខាងក្នុងព្រះវិហារចាស់បាក់បែកសប្តាហ៍ថ្ងៃនេះគឺមានសសរឈើចំនួន4ជួរនិងមានបល្ល័ង្កព្រះជីខ្ពស់មួយសាងខាងចុងល្វែងដែលតាមចំណាបល្ល័ង្កនេះទើបក្បាច់ឡើងវិញនៅក្នុងឆ្នាំ1992ព្រះជីសាងឡើងនៅក្នុងកាយវិការយកព្រះធរណីជាសាក្សីដែលមានព្រះហស្តស្ដាំដាក់លើព្រះបាទចង្អុលចុះទៅផែនដីឯនៅខាងក្រោយបល្ល័ង្កមានឆ្លាក់រូបនាងគង្ហីងព្រះធរណីច្បូតសក់ដែលស្ដែងឲ្យឃើញថាព្រះបដិមាព្រះជីគង់លើបល្ល័ង្ករ័ត្នដោយការនិយមក្នុងសិល្បៈអ្នកស្រុកកាន់ព្រះពុទ្ធសាសនានៅអាស៊ីទូទៅដែរប៉ុន្តែអ្វីដែលគួរឲ្យសង្កេតបន្ថែមគឺនៅលើខឿនបល្ល័ង្កឃើញមានព្រះបដិមាតូចធំបាក់បែកមួយចំនួនតម្កល់នៅខាងមុខព្រះបដិមាព្រះជីដែលខ្លះជាបដិមាបុរាណផងចំពោះគំនូរខាងក្នុងព្រះវិហារវិញគេឃើញមានពីរផ្នែកគឺគំនូរពុទ្ធប្រវត្តិមួយផ្នែកគូជួរខាងលើនិងគំនូររឿងជាដកមួយផ្នែកគូជួរខាងក្រោមនៃជញ្ជាំងជុំវិញគំនូរទាំងនោះរចនាឡើងដោយវិចិត្រករចំនួន6រូបដែលចរិតឈ្មោះដួងសរឿនចាបយីខេងស៊ីមដុកញេបនៅគឿននិងសម្បុនគំនូរពុទ្ធប្រវត្តិចាប់ផ្ដើមត្រង់ព្រះពោធិសត្វទ្រង់ប្រសូតក្រោមដើមសាលព្រឹក្សគូនៅលើជញ្ជាំងខាងឆ្វេងរួចបន្តសាច់រឿងតាមលំដាប់ព័ទ្ធទៅខាងក្រោយព្រះជីគូត្រង់ព្រះអង្គផ្ចាញ់មារហូតដល់បញ្ចប់នៅត្រង់ព្រះអង្គយាងចូលបរិនិព្វានគូមួយផ្ទាំងធំនៅលើជញ្ជាំងខាងមុខនិងចែកសេរីរកធាតុចំណែកឯរឿងជាដកចាប់ផ្ដើមពីរឿងទេវយៈរហូតដល់រឿងមហាវេស្សន្តរជាជាតិចុងក្រោយនៃការសន្សំបារមីកាលព្រះសម្មាសម្ពុទ្ធក្នុងជាតិជាព្រះពោធិសត្វលើគំនូរពុទ្ធប្រវត្តិនិងគំនូរជាដកទាំងអស់ក្រៅពីបង្ហាញខ្លឹមសារតាមសាច់រឿងគេមើលឃើញតម្លៃជាវគំនូរនោះហាក់បង្ហាញទស្សនវិជ្ជាសង្គមសេដ្ឋកិច្ចមួយក្នុងសម័យសង្គមរាស្ត្រនិយមត្បិតគំនូររឿងជាដកមួយផ្ទាំងតម្លៃចាប់ពីជាង 5,000 រៀលរហូតដល់គំនូររឿងពុទ្ធប្រវត្តិមួយផ្ទាំងតម្លៃក្បែរ 20,000 រៀល
ឯអ្នកកើតសទ្ធាសាងគំនូរសោតខ្លះបរិច្ចាគប្រាក់ចាប់ពី100ផងដែលឡែកបើសាកល្បងពិនិត្យចំណាផ្សេងទៀតនៅលើជញ្ជាំងព្រះវិហារនេះជាពិសេសគឺការកត់ត្រានាមពុទ្ធបរិស័ទដែលកើតសទ្ធាជ្រះថ្លាចំណាយប្រាក់និងធនធានសាងព្រះវិហារខាងលើគេឃើញមានទាំងពុទ្ធបរិស័ទតាមវេនចំណុះជើងវត្តពុទ្ធបរិស័ទក្រៅប្រទេសផងនិងសូម្បីតែកងកម្លាំងរបស់អង្គការសហប្រជាជាតិក៏បានចូលជាចំណែកកសាងជួសជុលព្រះវិហារនេះផងដែរទន្ទឹមនឹងនោះគេឃើញមានប្រាក់និងសម្ភារៈមួយចំនួនទៀតបានមកពីការចូលរួមជ្រោមជ្រែងមកវត្តនិងបានពីការរៃអង្គាសទីជិតឆ្ងាយដូចជាវត្តមានទួលគោកដេអិនផ្សារថ្មីស្រែអំបិលអន្លង់កគីវត្តវិហារសំណវត្តព្រែកបង្កងវត្តខ្ពបលើវត្តខ្ទោវត្តទូរីវត្តស្វាយស្រណោះលាក់សរុបមកព្រះវិហារចាស់នៅក្នុងវត្តរកាអាគឺជាមរតកស្ថាបត្យកម្មពុទ្ធសាសនាដែលឆ្លុះបញ្ចាំងពីតម្លៃសិល្បៈកិច្ចខិតខំប្រឹងប្រែងថែរក្សានិងជំនឿសាសនារបស់ពុទ្ធបរិស័ទហើយបានឆ្លងកាត់ច្រើនសម័យកាលហើយទោះបីជាបច្ចុប្បន្នសំណង់នេះមានសភាពទ្រុឌទ្រោមខ្លាំងរហូតមានការសាងសង់ព្រះវិហារថ្មីជំនួសក្តីប៉ុន្តែស្លាកស្នាមគំនូរនិងចំណាលើជញ្ជាំងនៅតែជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ដែលបង្ហាញពីស្ថានភាពសង្គមសេដ្ឋកិច្ចនិងសទ្ធាជ្រះថ្លារួមគ្នារបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសកសាងព្រះវិហារមួយឡើងសម្រាប់គោរពប្រតិបត្តិ